ចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំសូមលើកយកអត្ថបទចែករំលែកមួយទៀតហើយដែលនិយាយអំពីអត្ថប្រយោជន៍ទាំង5យ៉ាងនៃការដាំដើមឈើចាពាក់ព័ន្ធនឹងអត្ថប្រយោជន៍ទាំង5នោះរួមមានដូចជាអត្ថប្រយោជន៍ទី1ដើមឈើវាជួយផ្ដល់ជាអុកស៊ីហ្សែនមកឲ្យយើងចាដើមឈើវានឹងបំលែងកាបូនឌីអុកស៊ីតទៅជាអុកស៊ីហ្សែនតាមរយៈដំណើរការ photosynthesis ហើយដំណើរការនេះគឺសំខាន់មែនទែនសម្រាប់ជីវិតមនុស្សនិងសត្វចាហើយអត្ថប្រយោជន៍ទី2គឺដើមឈើជួយរក្សាកាបូនមានន័យថាដើមឈើវាស្រូបយកកាបូនឌីអុកស៊ីតនិងរក្សាទុកនៅក្នុងសរសៃរបស់ខ្លួនដើម្បីជួយបន្ថយបញ្ហាការក្តៅនៃភពផែនដីចាហើយអត្ថប្រយោជន៍ទី3វិញគឺដើមឈើជួយគ្រប់គ្រងអាកាសធាតុតំបន់ចាដើមឈើនឹងវាជួយផ្ដល់ជាស្រមោលនិងស្រូបកម្ដៅពីពន្លឺថ្ងៃជួយបន្ថយសីតុណ្ហភាពនិងបង្កើនបរិយាកាសត្រជាក់ជុំវិញចាហើយអត្ថប្រយោជន៍ទី4វិញគឺដើមឈើវាជួយការពារការបាក់ដីចាអញ្ចឹងឬដើមឈើហ្នឹងគឺវាជួយបង្កើនស្ថិរភាពដីបង្ការការបាក់ដីនិងបន្ថយហានិភ័យនៃទឹកជំនន់ផងដែរចាចំណុចទី5វិញគឺអត្ថប្រយោជន៍ដើមឈើហ្នឹងគឺវាជួយផ្ដល់នៅគុណភាពខ្យល់មានន័យថាជួយបង្កើននូវគុណភាពខ្យល់ណាអញ្ចឹងដើមឈើហ្នឹងគឺវាជួយសម្រួលការប្រមូលនៅមូលដ្ឋានគ្រឿងពុលជាច្រើននៅក្នុងខ្យល់រួមមានដូចជាភាគល្អិតអាម៉ូញ៉ាអាស៊ីតស៊ុលហ្វ័រនិងអុកស៊ីតនីត្រូហ្សែនហើយដែលការជួយទាំងអស់នោះហើយដែលវាជួយសម្រួលនិងបង្កើននៅសុខភាពដល់មនុស្សចាសូមអរគុណសម្រាប់ការតាមដានរបស់បងប្អូនទាំងអស់គ្នាចាជួបគ្នានៅឱកាសក្រោយម្ដងទៀតសូមអរគុណចាជម្រាបលាចា